បាទវីដេអូនេះខ្ញុំចង់និយាយអំពីបញ្ហាកូនមួយចំនួនពេលខ្លះកូនដែលបានគិតទៅដល់ឪពុកម្ដាយទេគាត់កំពុងតែនៅរស់ពេលខ្លះពេលដែលធ្វើបាបពុកម្ដាយឲ្យពុកម្ដាយបាក់ចិត្តនិយាយស្ដីអីទៅតាមពេលដែលពុកម្ដាយស្រីបន្ទោសតែងតែគិតថារំខានហើយនៅពេលដែលបងប្អូនដឹងខ្លួនបងប្អូនចង់វិលត្រឡប់ទៅសុំទោសពួកគាត់បែរទៅជាយឺតពេលបាទព្រោះគាត់មិនបាននៅជាមួយបងប្អូនទៀតទេចឹងបងប្អូនចាំបងប្អូនត្រូវគិតឡើងមកវិញហ្នឹងហើយអរគុណច្រើនបងប្អូនវីដេអូនេះចង់និយាយប៉ុណ្ណឹង